តោះឥឡូវនេះគឺមកបរិយាយើងពីរបៀបតម្លើង skin ម្ដងទៀតហើយនេះក៏ជីវីដេអូទី2របស់ខ្ញុំដើម្បីមកបរិយាយើងតម្លើង skin ណាហើយគ្នាយើងខ្លះតម្លើងបានខ្លះក៏តម្លើងមិនបានអញ្ចឹងសង្ឃឹមថាគ្នាយើងមើលវីដេអូនេះហើយសង្ឃឹមថាតម្លើងបានទាំងអស់គ្នាហើយមួយទៀតសម្រាប់គ្នាយើងដែលតម្លើងអត់បានណាហើយគ្នាយើងមើលវីដេអូនេះហាមខាតែបើគ្នាយើងមើលខាគឺតម្លើងអត់កើតទេហើយនៅវីដេអូមុនគឺគ្នាយើងពីច្រើនគឺឆាតខ្ញុំច្រើនមែនតើគឺរបៀបដាក់ហើយគ្នាយើងខ្លះក៏ថាធ្វើអត់កើតហើយមើលអត់យល់អញ្ចឹងវីដេអូនេះខ្ញុំមកធ្វើម្ដងទៀតហើយធ្វើមួយឲ្យគ្នាយើងមើលហើយចំពោះវីដេអូនេះផងដែរអាចនឹងវែងជាងវីដេអូមុនដោយសារតែវីដេអូនេះគឺយើងធ្វើមួយអញ្ចឹងសង្ឃឹមថាគ្នាយើងមើលវីដេអូនេះហើយមិនឆាតសួរខ្ញុំម្ដងទៀតតោះឥឡូវមកបរិយាគ្នាយើងពីរបៀបតម្លើងហ្មងទៅហើយជាដំបូងគឺយើងចូលមក Channel Telegram របស់ខ្ញុំមកបន្ទាប់ពីគ្នាយើងចូល Channel របស់ខ្ញុំហើយគឺយើងអូសឡើងលើវិញមកយើងអូសទៅលីង Mode Skin ណាយើងអូសឡើងលើទៀតមកនេះអាលីង Mode Skin នេះអញ្ចឹងជាដំបូងគឺចុចពីលើអា FX Mode ហ្នឹងមកនេះពីលើហ្នឹងមួយមកហើយ Open វិញមួយមកបន្ទាប់ពីយើង Open ដូចហើយយើងតម្លើងវិញមួយមកហើយរងចាំវាបន្តិចពេលដែលយើងតម្លើងរួចហើយយើងមកខាងក្រៅមកយើងចូលទៅលើកម្មវិធីហ្នឹងមួយមកហើយយើងចុច close ហើយចូល setting មកហើយយើងយកអាលើគេនោះយកអាលើគេហ្នឹងមួយមកហើយបើកអាខាងក្រោមហ្នឹងមួយមកហើយយក install certificate ហើយ download certificate ហើយចុច allow មួយមកហើយ close វាមួយរួចហើយចេញមកខាងក្រៅមកចូលទៅ setting សាប់ឲ្យយើងមកហើយយកពាក្យថា general នេះមកអូឡើងលើ port យើងយកពាក្យថា VPN device manager នេះមកហើយចុចលើហ្នឹងមួយមក install វាមួយហើយ Wi-Fi password តែវិញចូលមក install ទៀតហើយចុច crease មួយមកហើយចុចថយវាមួយមកហើយអូចូលក្រោមវិញយើងយកពាក្យថា about អូឡើងលើ port យើងយក certificate ខាងក្រោមនេះមកហើយបើកវាមួយមក continue បន្ទាប់ពីយើងបើករួចហើយចេញមកខាងក្រៅមកយើងចូលទៅកម្មវិធីហ្នឹងវិញមកហើយចុច setting ម្ដងទៀតហើយយើងយកលើគេហើយយកអាក្រោមហ្នឹងមកនេះអត់ឃើញពណ៌ខៀវបែបនេះណាមិនថាវាដំណើរការអញ្ចឹងគឺយើងចេញមកខាងក្រៅមករួចហើយយើងចូលទៅ Telegram របស់យើងមកនេះចូលហ្នឹងមករួចហើយយើងយកពាក្យថា certificate នេះមកចុចពីលើ file ហ្នឹងមួយមកហើយយើងសញ្ញាព្រួយហើយយើងយកអា save to file នេះមកហើយយើងថយមកខាងក្រោយនេះថយវិញមួយមកយើងយកអ្នកកន្លែង on my iPhone នេះមក save វិញមួយមកទៅ save រួចហើយយើងចេញមកខាងក្រៅយើងចូលទៅកម្មវិធីពណ៌សយើងវិញមកនេះហើយយើងយកអាមួយនេះមកនេះហើយយើងយកអា script នេះមួយមកហើយយើង input វាចូលមករួចហើយយើងទៅ select យកអា file script នេះមិញនេះ select មួយមកហើយ open វិញមួយមកបន្ទាប់ពីយើងដាក់ file script ចូលរួចហើយយើងខាងក្រៅមករួចហើយយើងចេញមកក្រៅហើយយើងចូលទៅ Telegram យើងវិញមកយើងកើនឡើងតិចមកហើយយើងយកពាក្យថារបៀបយក key នេះមួយមកហើយ open ហើយកន្លែងនេះគឺយើង complete copy ID game ចូលផងដោយសារខ្ញុំ copy ចូលហើយអញ្ចឹងគឺយើងក៏ចុច continue នេះមួយមកពេលដែលយើងចុច continue វានឹង load នៅកម្មយើងឃើញនេះយើងចុចខ្វែងរហូតមក continue ខ្វែងរហូតតទៅវា load មកកម្មអញ្ចឹងណាយើងចុច continue វានឹង load ប្រតិកម្មឲ្យយើងណាគឺយើងចុចខ្វែងវារហូតមកហើយចុចខ្វែងឲ្យលឿនណាហើយ continue ក៏លឿនហើយខ្វែងក៏លឿនដែរយើងធ្វើដូចខ្ញុំអញ្ចឹងមកបើគឺយើងធ្វើយឺតធ្វើអត់ទាន់វាទេអញ្ចឹងយើងខ្វែងរហូតតគ្រប់4កម្មបានវាជោគជ័យនេះឲ្យចេញពណ៌ខៀវបែបនេះណាបានជោគជ័យហើយអញ្ចឹងគឺយើងចេញមកខាងក្រៅមកយើងចូលទៅកម្មវិធីពណ៌សយើងមកនេះអាកម្មវិធីពណ៌សយើងទៅឡើងមិញណានេះកម្មវិធីនេះកម្មវិធីពណ៌សនេះមកហើយយើងបើកវាមួយមកហើយចុច allow រួចហើយ Wi-Fi password ដាក់បញ្ចូលមកពេលដែលយើងបើករួចរាល់ហើយយើងចេញខាងក្រៅយើងចូលទៅ game យើងមកអញ្ចឹងសូមបញ្ជាក់គ្នាយើងម្ដងទៀតចំពោះគ្នាយើងដែលដាក់អត់បានហើយមើលអត់យល់សូមធ្វើតាមខ្ញុំមួយហើយកុំខាតវីដេអូនៅសោះធ្វើតាមខ្ញុំមួយមកគឺធ្វើបាន 100% អញ្ចឹងឥឡូវវាពងចូល game ហើយចាំបន្តិចសិនមកអញ្ចឹងឥឡូវនេះគឺចូលដល់ក្នុង game ហើយអញ្ចឹងយើងអាចមើលពេជ្រយើងបាននេះគឺពេជ្ររាប់លានពេជ្រហើយ 5 ទៀតគឺកប់សេរីមែនតើអញ្ចឹងគឺយើងចូលទៅមើល level account យើងមកនេះ level 100ពេញយកតែម្ដងគឺកប់សេរីយកអញ្ចឹងគឺយើងអាចចូលទៅមើល skin កៅបានហើយចំពោះវីដេអូកន្លែងនេះគឺខ្ញុំសុំកាត់ចោលបន្តិចដោយសារតែខ្ញុំត្រូវទៅអូសរកៅ season 1 ណាបើអូសចូលក្រោម view ហើយអាយវីដេអូនឹងវែងហើយចំពោះកៅក្នុងនោះគឺកៅច្រើនមែនតើគឺយើងចង់បានមួយណាក៏បានដែរតែបើសម្រាប់ខ្ញុំផ្ទាល់តែម្ដងគឺជួយចិត្តកៅជាងគេគឺកៅ season 1 គឺកប់សេរីមែនតើហើយនេះគឺជាពេជ្រកៅសេរីចាស់គេយើងដឹងហើយគឺ season 1 គឺសេរីចាស់ជាងគេទាំងអស់អញ្ចឹងគឺយើងអាចរើសខ្លួនឯងបានហើយខ្ញុំរៀបរាប់អត់ទេវាច្រើនពេកអញ្ចឹងគឺយើងអាចមើលតាមហ្នឹងទៅហើយចំពោះវីដេអូកន្លែងនេះគឺខ្ញុំទៅកាត់ចោលបន្តិចទៀតដោយសារតែខ្ញុំចង់ដាក់អា style កំភ្លើងមកវាអូសនៅខាងក្រោមគេអញ្ចឹងខ្ញុំកាត់ចោលបន្តិចដើម្បី add style កំភ្លើងមកចូលអញ្ចឹងឥឡូវនេះគឺយើងមកមើល style កំភ្លើងមកយើងទាំងអស់គ្នាថាវាកប់សេរីប៉ុណ្ណាណាអញ្ចឹងគឺយើងអាចមើលបានដែរគឺកប់សេរីមែនតើអញ្ចឹងគឺយើងដែលចូលចិត្ត style កំភ្លើងមិនណាគឺកប់សេរីយកហើយចំពោះកំភ្លើងរបស់យើងគឺមិនអល់ទាំងអស់គ្នាយើងគឺអាចចូលទៅមើលបានដោយសារតែខ្ញុំវីដេអូនេះដាក់អត់ទេដោយសារវីដេអូវែងពេកអញ្ចឹងគឺយើងអាចចូលទៅមើលខ្លួនឯងបានអញ្ចឹងសម្រាប់គ្នាយើងដែលចង់បាន mode skin ហ្នឹងណាគឺយើងអាចចូលទៅយកបាននៅក្នុង channel Telegram របស់ខ្ញុំគឺ free ទេអត់មានត្រូវការគិតលុយទេអញ្ចឹងគឺយើងក៏ចុចជាន់នៅក្នុង channel របស់ខ្ញុំទៅហើយចំពោះ link channel Telegram របស់ខ្ញុំដាក់នៅក្នុង comment ឬក៏នៅលើវីដេអូមួយហ្នឹងណា